អាឡូមេការ៉ាឡូឥឡូវខ្ញុំបាត់ម៉ែបាត់ហើយឥឡូវកំពុងតែវង្វេងកណ្ដាលផ្លូវនេះត្រង់នេះហើយបងប្អូនដែលធ្វើឲ្យបងមេសាគាត់កាន់តែតក់ស្លុតពេលហ្នឹងបងប្អូនដឹងថាបងមេការ៉ានិយាយទៅកាន់បងមេសាយ៉ាងម៉េចនោះទេគឺគាត់បាននិយាយថាអញ្ចឹងមានន័យថាមេសាឯងមកដល់ពេលកណ្ដាលផ្លូវមែនទេតែបើសិនជាអាចត្រឡប់ទៅកាន់ថ្នាក់ជាតិវិញទៅចាំខ្ញុំនាំឪពុកខ្ញុំគាត់ទៅយកហ៊ីបងប្អូនតើបងប្អូនពេលដែលជួបហេតុការណ៍ដោយបងមេសាវិញតើបងប្អូនគិតយ៉ាងម៉េចដែរហើយមកដល់ត្រឹមនេះខ្ញុំនឹងនាំបងប្អូនចូលទៅកាន់សាច់រឿងដែលបងមេសាគាត់បានជួបនៅហេតុការណ៍ចម្លែកបាទនឹងឲ្យជម្រាបសួរពុកម៉ែបងប្អូនត្រឡប់មកកាន់ភេរនីតិម្ដងទៀតហើយថ្ងៃនេះខ្ញុំក៏មានរឿងថ្មីឬក៏រសជាតិថ្មីផងដែរហើយបងប្អូនក៏បានដឹងថាចំពោះសាច់រឿងនេះខ្ញុំបានដាក់ trailer នៅខាងដើមសាច់រឿងហើយថាវាយ៉ាងម៉េចប៉ុន្តែមុននឹងចូលទៅដល់សាច់រឿងខ្ញុំបាទសូមប្រណម្យរាមដៃទាំង10សូមឲ្យពុកម៉ែបងប្អូនជួយចុច Subscribe ឬក៏រូបកណ្ដឹងម្នាក់មួយផងដើម្បីទទួលបាននៅវីដេអូថ្មីចំពោះហេតុការណ៍ដែលកើតឡើងទៅលើបងមេសានេះគឺខ្ទង់ឆ្នាំ2016តាមសម្ដីរបស់បងមេសាហ្នឹងគាត់ថាកាលហ្នឹងគឺគាត់ចេញពីភ្នំពេញដើម្បីទៅទីរួមខេត្តបានជាបងមេសាគាត់ត្រូវឡើងទៅខេត្តហ្នឹងគឺដោយសារតែមិត្តភក្តិសម្លាញ់របស់គាត់បងមេការ៉ាហ្នឹងគឺប្អូនស្រីរបស់គាត់រៀបអាពាហ៍ពិពាហ៍នៅខាងស្អែកប៉ុន្តែបើសិនជាគាត់ត្រូវឡើងទៅពេលព្រឹកស្អែកមែនអត់បងប្អូនប៉ុន្តែចំពោះបងមេសាវិញគាត់ថាគាត់នឹងបង្ហាញកិច្ចការដៃរបស់គាត់រួចហ្នឹងគាត់ត្រូវឡើងទៅតុងជប់តែម្ដងបងប្អូនហើយថ្ងៃហ្នឹងដែរសម្រាប់បងមេសាគាត់ទម្រាំតែធ្វើកិច្ចការរួចអីរួចហើយទម្រាំតែគាត់រៀបចំអីវ៉ាន់គឺរបាក់ជាម៉ោង5បាត់ទៅហើយពេលហ្នឹងគាត់ក៏បានចេញមកពីភ្នំពេញដើម្បីទៅខេត្តស្ទឹងត្រែងនេះឯងហើយនៅពេលដែលទម្រាំតែគាត់បើកទៅដល់មិនមែនតិចម៉ោងទេបងប្អូនហើយគឺរបាក់ជា4ទៅ5ម៉ោងឯណោះបានបើកទៅដល់ហើយគាត់បើកម៉ូតូហ្នឹងហើយនៅពេលបងមេសាគាត់ចេញទៅហ្នឹងក៏មិនបានប្រាប់បងមេការ៉ាដែរថាគាត់ចេញដំណើរទៅហ្នឹងបើសិនជាគាត់បានប្រាប់ហ្នឹងប្រហែលជាបងមេការ៉ាមិនឲ្យគាត់ទៅនោះទេព្រោះអីវាថ្មហ្នឹងគឺវាយប់ទៅហើយទរំតែទៅដល់ប្រហែលជារបាក់ម៉ោង11 12ឯណោះដូចបងមេសាគាត់ថានៅពេលដែលគាត់បើកទៅដល់ទីរួមខេត្តកំពង់ធំគឺចំណាយពេលអស់ទៅ3ម៉ោងបាត់ទៅហើយបងប្អូនហើយគឺពីភ្នំពេញទៅដល់កំពង់ធំគឺ3ម៉ោងអញ្ចឹងពីកំពង់ធំទៅទីរួមខេត្តស្ទឹងត្រែងទៀតប្រហែលជារបាក់3ម៉ោងទៅ3ម៉ោងកន្លះហើយបានដល់ហើយទរំតែគាត់ទៅដល់ទីរួមខេត្តនៅស្ទឹងត្រែងហ្នឹងគឺវាយប់មែនតើទៅហើយហ្នឹងហើយពេលហ្នឹងហើយដែលគាត់បានខលទៅប្រាប់បងមេការ៉ាថាឲ្យបងមេការ៉ាហ្នឹងទម្លាក់ map ឲ្យគាត់មកគាត់ទៅផ្ទះបងមេការ៉ាតែម្ដងនេះហើយអាកន្លែងទៅហ្នឹងហើយបានវារន្ធត់ខ្លាំងបំផុតដែលបងមេសាគាត់ចូលទៅហ្នឹងហើយមិនមែនថាផ្ទះរបស់បងមេការ៉ាហ្នឹងនៅក្នុងទីរួមខេត្តតែម្ដងទេបងប្អូនគឺចុះទៅតាមផ្លូវលំទៀតហើយដឹងស្រាប់ហើយអ្នកដែលនៅតាមស្ទឹងត្រែងគឺគាត់អ្នកខ្លះគឺគាត់ធ្វើចំការអញ្ចឹងទៅនៅចំការស្វាយចំការកស៊ូឬក៏ចំការអីមួយអញ្ចឹងទៅហើយសម្រាប់បងមេការ៉ាគាត់ថាគាត់ក៏ជាអ្នកចំការដែរប៉ុន្តែពុករបស់គាត់គឺធ្វើចំការដំឡូងនេះឯងហើយផ្ទះរបស់គាត់ក៏នៅឆ្ងាយពីទីរំខានដែរគឺនៅឆ្ងាយពីផ្លូវជាតិនេះឯងសម្រាប់បងមេការ៉ាវិញនៅពេលដឹងថាមិត្តរបស់គាត់បងមេសានេះមកដល់គឺពិតជាដាច់ផ្ងាទៅក្រោយបាត់ហើយព្រោះអីបងមេសាមិនបានប្រាប់គាត់ថាគាត់មកនៅពេលនោះគាត់ក៏បាននិយាយទៅកាន់បងមេសាថាអញ្ចឹងបើមេសាឯងមកហើយប៉ុន្តែមិនបាច់ចូលមកតាមផ្លូវលំទៀតនោះទេចាំគាត់ជាមួយពុករបស់គាត់ទៅយកប៉ុន្តែបងមេសាវិញគាត់ថាមិនឯនោះទេចាំគាត់ជាអ្នកទៅវិញព្រោះអីក៏មករំខានទៅដល់អំប្រុសអញ្ចឹងគឺគាត់ចាំជាអ្នកទៅហើយនៅពេលនោះបងមេការ៉ាគាត់ថាបើអញ្ចឹងចូលមកតាមបលោះផ្លូវខ្លងទ្វារនឹងមកហើយមកដល់ចំការស្វាយចាំខលប្រាប់គាត់ក៏បានដែរចាំគាត់ទៅយកព្រោះអីវាដល់ពេលកណ្ដាលផ្លូវទៅហើយហ្នឹងប៉ុន្តែបងមេសាគាត់ថាមិនឯនោះទេចាំគាត់បើកតាម map ក៏បានដែរនៅពេលនោះបងមេសាគាត់ក៏បាននិយាយបញ្ជាក់ទៅបងមេការ៉ាទៀតថាអញ្ចឹងចាំទម្លាក់ map ឲ្យគាត់ផងហើយគាត់នឹងបើកទៅតាម map តែម្ដងបើនិយាយអំពីរឿងបងមេសាវិញហ្នឹងគឺគាត់ថាគាត់មិនចេះខ្លាចខ្មោចអីនោះទេព្រោះអីគាត់មិនដែលជឿថាមានខ្មោចអីអញ្ចឹងទៅនៅពេលដែលគាត់បើកទៅដល់ផ្លូវលំហ្នឹងគឺគាត់បានឃើញថាមានចំការស្វាយអីនៅជុំវិញនៅបរិវេណហ្នឹងគឺពេលហ្នឹងគឺនៅវាលនោះទេដោយសារគេកាប់ព្រៃឈើអីធ្វើជាចំការអីអញ្ចឹងទៅនៅពេលដែលគាត់បើហូរចំការស្វាយ2ទៅ3ចំការទៅរហូតទៅដល់ចំការមានគេដាំដូចជាដំឡូងអីអញ្ចឹងហើយពេលហ្នឹងគឺវាមានព្រៃមានអីសុបទ្រប់
គាត់ថាពេលហ្នឹងគឺផ្ទះអ្នកភូមិគឺមានមួយនោះទេគាត់ថា100 ម៉ែត្របានមានផ្ទះអ្នកភូមិមួយរហូតគាត់បើកទៅដល់ផ្លូវមួយទៀតផ្លូវហ្នឹងគឺវាពិតជាពិបាកបើកមែនតើហើយផ្លូវហ្នឹងគឺជាផ្លូវដែលគេបើករថយន្តដើម្បីដឹកឈើដូចជាបើកគោយន្តអីដឹកឈើនោះទេគឺមិនមែនជាផ្លូវដែលគេបើកដូចជាថ្នល់អីអញ្ចឹងណាគឺមិនមែនអញ្ចឹងទេហើយនៅពេលដែលគាត់បើកចូលហ្នឹងគាត់ក៏មានអារម្មណ៍មួយចម្លែកដែរគាត់ថាវាមិនដែលផ្លូវហ្នឹងគេបើកម៉ូតូចូលរួចនោះទេព្រោះឯផ្លូវហ្នឹងគឺផ្លូវដែលគេដឹកឈើហ្នឹងប៉ុន្តែគាត់មើលតាម Google Map ទៅគឺថាត្រូវហើយគឺផ្លូវហ្នឹងត្រូវហើយគាត់បើករហូតទៅដល់ផ្លូវមួយទៀតគឺចាប់ផ្ដើមធ្វើឲ្យគាត់ចាប់ផ្ដើមព្រឺក្បាលគាត់ថានៅបរិវេណជុំវិញផ្លូវហ្នឹងគឺដើមឈើស្រង់តែម្ដងទោះបីជាគាត់អ្នកមិនដែលខ្លាចខ្មោចមែនប៉ុន្តែអារម្មណ៍មួយគឺវាចាប់ផ្ដើមព្រឺរោមទៅហើយនៅពេលនោះទូរស័ព្ទរបស់គាត់ក៏ចាប់ផ្ដើមបាត់សេវាហើយនៅពេលនោះហើយគឺគាត់ចាប់ផ្ដើមចលាចលតែម្ដងចំពោះបងមេសានៅពេលនេះគាត់ថាគាត់ត្រូវតែបើកទៅមុខបន្តទៀតហើយគាត់ក៏បានចាប់ផ្ដើមមូលលងយ៉ាម៉ូតូដើម្បីបើកបន្តទៅទៀតហើយផ្លូវក៏មានកន្លុកមានផុកអីអញ្ចឹងទៅចំណែកភ្លើងអំពូលដែលវាបញ្ចាំងទៅហ្នឹងគឺភ្លឺឃើញអែតទៅទេហើយនៅពេលនោះគាត់ក៏បានជួបប្រទះនៅអំប្រុសដែលដើរនៅទីនោះគាត់ក៏បានសួរបើថាទៅផ្លូវទៅមុខហ្នឹងតើទៅដល់ណាទៅដល់ភូមិគេទៀតអត់មានផ្ទះទៀតអត់គាត់សួរអញ្ចឹងតែម្ដងចំណែកអំប្រុសម្នាក់ហ្នឹងបើដោយសារតែគាត់មើលមិនសូវឃើញហើយយើងដឹងហើយគឺម៉ោង8ម៉ោង9អីហ្នឹងនៅក្នុងព្រៃវាយប់ឡើងស៊ុបទៅបាត់ហើយហ្នឹងហើយមើលមុខរបស់គេក៏មិនសូវច្បាស់ដែរគាត់ថាមើលទៅមុខរបស់អំប្រុសម្នាក់ហ្នឹងឡើងស្លេកតែគាត់មិនហ៊ានមើលមុខចំទេហើយអំប្រុសម្នាក់ហ្នឹងគាត់ក៏និយាយមកទាំងខ្សៅគាត់ថាទៅមុខបន្តទៀតទៅគឺទៅដល់ភូមិរបស់គេហើយគាត់ក៏មិនបានសួរអីច្រើនដែរគាត់ថាអញ្ចឹងអមឯងផ្ទះនៅណាដែរចាំគាត់ដប់ទៅមែនអំប្រុសម្នាក់គាត់ថាមិនអីនោះទេផ្ទះរបស់គាត់គឺនៅខាងក្រោយឯណោះគាត់ត្រូវដើរទៅបន្តិចទៀតគឺដល់ហើយចំណែកបងមេសាហ្នឹងគាត់ក៏បានចាក់ចេញពីកន្លែងនេះបាត់ទៅហើយគាត់ថានៅពេលដែលគាត់បើកនោះគឺឡើងទៅជែកចុងដៃចុងជើងទៅហើយសូរសំឡេងចរិតយំគឺឮក្នុងរជារបស់គាត់ឡើងរាវតែម្ដងហើយយើងដឹងហើយចំពោះព្រៃដែលស្រង់នៅក្នុងស្ទឹងត្រែងហ្នឹងយើងដឹងហើយប៉ុន្តែឥឡូវគឺខ្ញុំមិនដឹងថាវាគេកាប់វាអស់ឬក៏យ៉ាងម៉េចប៉ុន្តែសម្រាប់បងមេសាគាត់ថាវាពិតជាគួរឲ្យខ្លាចខ្លាំងនៅពេលហ្នឹងនៅពេលដែលបងមេសាគាត់បើកទៅដល់ពាក់កណ្ដាលផ្លូវទៀតនៅពេលនោះទូរស័ព្ទរបស់គាត់ក៏ចាប់ផ្ដើមរោនឹងប្រហែលជាវាឡើងសេវាមកវិញហើយនៅពេលនោះគាត់ក៏បានត្រេកអរផងដែរនៅពេលដែលឃើញមិត្តភ័ក្តិរបស់គាត់បងមករាខលមកគាត់ក៏បានលើកគាត់ថាឥឡូវនេះគឺគាត់មកវិញផ្លូវបាត់ហើយគាត់មកដល់ពាក់កណ្ដាលផ្លូវគឺមិនដឹងផ្លូវនៅណានោះទេពេលនោះបងមករាគាត់ក៏បានសួរអញ្ចឹងមុននឹងពេលចូលទៅតើចេញពីផ្លូវណាទៅផ្លូវណាពេលនោះបងមេសាគាត់ក៏បានរៀបរាប់ថាមុនតែពេលគាត់ចូលមកហ្នឹងគឺមកតាមផ្លូវដែលមានចំការស្វាយនេះឯងពេលនោះហើយទើបបងមករាគាត់បាននិយាយថាអញ្ចឹងបងមេសាឯងត្រឡប់មកថយក្រោយវិញមកកន្លែងថ្នល់ជាតិក៏បានមកកន្លែងផ្លូវចំការស្វាយនេះក៏បានដែរចាំគាត់ជាអ្នកទៅយកតែម្ដងនៅពេលនោះហើយបងមេសាគាត់ចាប់ផ្ដើមភ្នែកសតែម្ដងគ្រាន់តែបងមករាគាត់និយាយដល់ត្រឹមនេះចំណែកសេវាទូរស័ព្ទរបស់គាត់ក៏ចាប់ផ្ដើមធ្លាក់ហើយយ៉ាងដឹងហើយនៅតាមព្រៃគឺវាពិតជាអន់សេវាខ្លាំងណាស់ហើយម៉ូតូរបស់បងមេសាក៏បានរលត់ថែមទៀតនៅពេលនោះគាត់ក៏បាននិយាយបណ្ដើម៉ូតូបណ្ដើហើយពេលនោះហើយដែលគាត់បានជួបនៅហេតុការណ៍ចម្លែកនោះនៅពេលដែលគាត់បណ្ដើម៉ូតូមកក្រោយវិញហ្នឹងតើបងប្អូននឹងថាបងមេសាបានជួបនរណានោះទេគឺបានជួបនៅរទេះគោមួយបានបរមកគាត់ថាសំឡងហើយដែលមានរទេះគោបរមកតាមនេះហើយចាំសួរគេនៅពេលដែលរទេះគោនឹងបរគាត់ថាលឺសំឡេងយូរហើយប៉ុន្តែគឺមិនដល់គាត់សោះហើយគាត់បណ្ដើម៉ូតូហើយគាត់បញ្ចាំងពិលទូរស័ព្ទគាត់នោះទេគឺដោយសារតែម៉ូតូគាត់នឹងបានរលត់នេះដោយសារប្រហែលជាវាចូលទឹកចូលអីអញ្ចឹងគឺនៅតាមកន្លក់តាមផ្លូវដែលគាត់ជិះនឹងវាពិបាកគាត់ថាគាត់បណ្ដើរហូតហើយសំឡេងម៉ូតូសំឡេងដេញគោនិងសំឡេងមនុស្សហ្នឹងគឺលឺនៅនឹងមុខនោះទេប៉ុន្តែมันឃើញដល់សោះនៅពេលដែលគាត់បានមួយសន្ទុះហ្នឹងសំឡេងដែលបរទេសហ្នឹងក៏បានមកដល់គាត់ថាម៉ែអើយអ្នកដែលបរទេសហ្នឹងគឺគ្មានក្បាលនោះទេហើយចំពោះបងមេសាគាត់បានឃើញនេះគឺដោយសារតែភ្លើងទូរស័ព្ទដែលគាត់បានបញ្ចាំងនោះទេគាត់ថានៅពេលដែលគេបរមកដល់ក្បែរគាត់មែនតើហ្នឹងគាត់ថា
មានណាគឺមានក្បាលតើប៉ុន្តែបើគាត់ថាប្រហែលជាគាត់នឹងស្វាំងភ្នែកនោះទេគាត់ក៏មិនបាននិយាយច្រើនដដែលគាត់ក៏បានឈ្ងោកបណ្ដាម៉ូតូទៅបាត់រហូតបានបន្តិចទៀតគាត់ថាសុំលេងបរទេសចាប់ផ្ដើមលឺខាងមុខទៀតគាត់ថាពេលនេះគឺចម្លែកមែនតើហើយពេលនោះគាត់ក៏ខំកៅភ្នែករបស់គាត់នឹងសម្លឹងទៅមើលខាងមុខបណ្ដាហើយគាត់ក៏បានបណ្ដាម៉ូតូរបស់គាត់បណ្ដាទៅពេលនោះគាត់ខំកាច់សោដែរប៉ុន្តែម៉ូតូរបស់គាត់គឺដេមិនចិននោះទេនៅពេលដែលបានបន្តិចហ្នឹងសំឡេងបរទេសក៏បានមកដល់ម្ដងទៀតគាត់ថាមនុស្សដែលបរទេសហ្នឹងគឺមនុស្សដដែលគាត់ថាទោះបីជាគាត់ពេលនេះមិនមែនជាអ្នកខ្លាចខ្មោចមិនមែនជាអ្នកជឿទៅលើខ្មោចក៏ដោយគាត់ថាពេលដែលគាត់ជួបហេតុការណ៍បែបនេះហើយគឺចាប់ផ្ដើមព្រឺរោមតែម្ដងហើយសក់របស់គាត់ដូចជាហោះអញ្ចឹងដូចថាស្ញើបអញ្ចឹងណាហើយរោមរបស់គាត់ក៏ចាប់ផ្ដើមព្រឺតែម្ដងប៉ុន្តែគាត់បានលាក់អារម្មណ៍មួយនេះគឺគាត់បានខំមាត់ថានឹងបណ្ដាឲ្យផុតពីកន្លែងនេះតែម្ដងនៅពេលដែលគាត់បណ្ដាម៉ូតូសុកហ្នឹងម៉ូតូរបស់គាត់ហ្នឹងក៏ចាប់ផ្ដើមឆេះមកវិញហើយគាត់ក៏បានជិះម៉ូតូគាត់ហើយគាត់ថានៅពេលនេះគឺបាច់ញើសស្រាក់ទៅហើយទាំងដែលបរិវេណអាកាសធាតុនៅទីនេះគឺទៅជាឡងស្រាប់នៅពេលដែលគាត់បើកម៉ូតូទៅហ្នឹងក៏បានជួបអំប្រុសម្នាក់ដែលគាត់បានជួបកាលពីបាញ់មិញមុនហ្នឹងគាត់ក៏បានសួរថាអ៊ំទេអ៊ំឯងឃើញថាខាងក្រោយហីវ៉ៃអ៊ំឯងនៅទីនេះគាត់ថាគាត់ចេះកណ្ដាលទៅព្រោះអីគាត់នៅទីនេះតាំងពីយូរឆ្នាំហើយហ្នឹងហើយគាត់និយាយមករៀងចម្លែកដែរប៉ុន្តែបងមេសាគឺគាត់មិនសូវចាប់អារម្មណ៍គាត់ថាអញ្ចឹងអ៊ំជិះម៉ូតូមួយខ្ញុំអត់ហើយអ៊ំម្នាក់ហ្នឹងគាត់ថាអត់អីទេគាត់ដើរក៏បានដែរពេលហ្នឹងបងមេសាគាត់ក៏បានបើកម៉ូតូចេញទៅបាត់ប៉ុន្តែអ្វីដែលគាត់ចម្លែកហ្នឹងក៏បានឃើញអំប្រុសនៅខាងមុខទៀតគាត់ថានេះមិនមែនជាមនុស្សនោះទេនេះគឺជាខ្មោចហើយគាត់ថាពេលហ្នឹងគាត់ចាប់ដើមសូត្រធម៌សម្មាសម្ពុទ្ធហើយក៏រំលឹកទៅដល់អ្នកមានគុណអីចឹងទៅគាត់ថាគាត់មិនដែលជឿរឿងខ្មោចនោះទេប៉ុន្តែឥឡូវគឺគាត់បានជួបផ្ទាល់ទៅហើយនៅពេលហ្នឹងទូរស័ព្ទរបស់គាត់ហ្នឹងក៏ចាប់ដើមរោមហើយនៅពេលនោះហើយដែលគាត់បាននិយាយថាគាត់បើកបណ្ដាហើយលឺអ្នកដែលគេដកដង្ហើមនៅស្លឹកត្រចៀករបស់គាត់បណ្ដាហើយក្លិនក៏ចាប់ផ្ដើមធំស្អុយទៅគាត់ថាគាត់មិនងាកក្រៅនោះទេហើយខ្សែភ្នែករបស់គាត់ក៏បានបើកទៅងាកទៅក្រៅបណ្ដាគាត់ថាម៉ែអើយសុទ្ធតែខ្មោចគឺអ្នកខ្លះធ្លុះធ្លាយអស់ហើយខ្លួនប្រាណអ្នកខ្លះក្បាលឯបែកមកខាងហើយនេះវាប្រៀបដូចជាខ្មោចនៅក្នុងព្រាយអញ្ចឹងហើយចំពោះមនុស្សដែលដកដង្ហើមនៅក្បែរលឹកទឹកចិត្តរបស់គាត់ហ្នឹងគាត់ថាគឺជាបរិសម្នាក់ដែលគាត់បានសូននេះឯងដៃជើងរបស់គាត់នឹងឡើងស្លេកស្លាំងមុខឡើងស្លេកគាត់ថាពេលហ្នឹងគាត់បើកម៉ូតូបណ្ដាសួរធម៌បណ្ដាហើយនឹកទៅដល់គុណពុកគុណម៉ែបណ្ដានេះខ្ញុំនិយាយតាមសម្ដីរបស់បងពិសាទេណាគាត់ថានៅពេលហ្នឹងហើយគាត់ថាឃើញគេរត់មកតាមអ្នកខ្លះក៏ហោះមកតាមអ្នកខ្លះនិយាយរួមទៅគឺច្រើនខ្លាំងណាស់នៅពេលដែលគាត់ឃើញបែបនេះគាត់ក៏ខំប្រឹងបើកប៉ុន្តែដោយសារតែផ្លូវតាមហ្នឹងគឺបើកមិនលឿននោះទេគឺដោយសារតែវាផ្លូវពិបាកបើកយើងដឹងហើយយើងឃើញហើយនៅក្នុងរូបភាពដែលខ្ញុំបានដាក់នេះគឺគាត់ត្រូវតម្រូវបើកយឺតហើយនៅពេលនោះគាត់ថាមនុស្សដែលកំពុងតែជិះជាមួយគាត់នេះគឺមិនមែនតែមួយនោះទេមកហើយគឺគាត់ថាឡើង2 3នាក់នោះជិះឡើងត្រួតគ្នាហើយដង្ហើមគឺដកលឺខ្លាំងណាស់លឺនៅក្នុងត្រចៀករបស់គាត់ព្រមទាំងសំឡេងសើចព្រមទាំងសំឡេងយំព្រមទាំងសំឡេងបពេកូនគឺលឺពេញទៅនឹងហើយគាត់ថានៅពេលហ្នឹងគឺគាត់មិនដឹងថាគិតមិននោះទេគឺគាត់គិតត្រឹមតែថាបើកធ្វើម៉េចឲ្យទៅដល់កន្លែងផ្លូវនោះតែម្ដងដោយសារតែការផិតភ័យខ្លាំងពេកហ្នឹងបងមេសាក៏បានបើកទៅបុកជាមួយដើមឈើមួយហើយក៏បានធ្លាក់ទៅក្នុងស្នាមភ្លោះហើយសំឡងហើយដែលគាត់បានធ្លាក់កែងជាមួយនឹងដុំថ្មកុំអីគឺត្រូវបោកក្បាលជាមួយឈើធំបានបាត់បង់អាយុជីវិតទៅហើយប៉ុន្តែនេះគឺជាបនប្រេងវិសាលរបស់គាត់ដែលនៅរស់គាត់ថានៅពេលដែលគាត់សន្លប់ហ្នឹងគឺមានមនុស្សជាច្រើនគឺមកចោងរោមរបស់គាត់ព្រោះដូចជាខ្មោចឆៅអញ្ចឹងគាត់ថាអ្នកខ្លះស្បែកឡើងជ្រាវជ្រួញអ្នកខ្លះមុខឡើងខូងហើយស្បែកវិញឡើងជ្រួញហើយឡើងស្លេកមិនមែនតែ3 4នាក់នោះទេគឺ4ទៅ10 20នាក់ឯណោះមកចោងរោមគាត់អញ្ចឹងហើយសម្លៀកបំពាក់របស់គេហ្នឹងគឺដូចជានៅសម័យរបបខ្មែរក្រហមអញ្ចឹងគឺឈុតខ្មៅហើយសក់ឡើងសនេះថ្មិញឡើងខ្មៅនេះគឺជាសម្ដីរបស់បងមេសាទេណាដែលគាត់និយាយហើយនៅពេលនោះគាត់ក៏ខំរើបំរាស់ផងដែរនៅពេលដែលគាត់ស្រែកមកវាស់ហ្នឹងគឺគាត់បើកភ្នែកមកវិញគឺបានឃើញថានៅនឹងមុខរបស់គាត់ហ្នឹងគឺឃើញមិត្តភក្តិរបស់គាត់មករាហើយអង្គពុំមិញដែលគាត់កំពុងតែនៅមើលនេះហើយមករាដែលជាមិត្តរបស់គាត់ហ្នឹងក៏បាននិយាយថាគាត់សន្លប់អស់ចិត្តកន្លះថ្ងៃគឺទម្រាំតែដឹងខ្លួននេះឯង
ហើយបងមេការ៉ាបាននិយាយទៅកាន់បងមេសាថាគឺគាត់បានឃើញបងមេសាហ្នឹងដួលសន្លប់នៅកន្លែងផ្លូវកែងគឺផ្លូវដែលបត់ចូលទៅកន្លែងព្រៃនោះឯងហើយព្រៃនោះតើដឹងអត់ថាព្រៃអ្វីគឺជាព្រៃខ្មោចប៉ុន្តែនេះគឺជាបនវាសនារបស់បងមេសាបានរួចផុតជីវិតគាត់ថាអញ្ចឹងណាបងប្អូនគាត់ថាបើមនុស្សដែលបានចូលទៅកន្លែងហ្នឹងហើយគឺមិនងាយនឹងអាចចេញមកវិញបាននោះទេគឺវង្វេងវង្វាន់នៅកន្លែងនោះតែម្ដងហើយនៅពេលយប់ទៀតចំពោះបងមេសាគឺគាត់ចូលនៅពេលយប់ទៀតបើសិនជាអ្នកខ្លះគឺមិនអាចចេញមកបាននោះទេប៉ុន្តែនេះគឺដោយសារតែប្រេងវិសារបស់គាត់មិនទាន់អស់ជីវិតនេះគឺជាសម្ដីរបស់បងមករាប៉ុន្តែបងមករាគាត់ថានៅពេលដែលបានឃើញបងមេសាដេកដួលហ្នឹងគឺឃើញថាបងមេសាហ្នឹងដេកឡើងចំហមាត់គាត់គិតថានេះប្រហែលជាបងមេសាបានឃើញអ្វីចម្លែកឬក៏អ្វីមួយដែលធ្វើឲ្យគាត់តក់ស្លុតហើយព្រោះអីគឺគាត់ដឹងពីចរិតរបស់មិត្តរបស់គាត់ច្បាស់ណាស់ពេលនោះហើយបងប្អូនគឺបងមេសាចាប់ដើមរៀបរាប់ពីដើមហេតុទាំងអស់ប្រាប់អ្នកគ្រប់គ្នាហើយអំពូមិញដែលនៅទីនោះគាត់ថាមែនហើយចំពោះកន្លែងដែលប្អូនឬក៏ក្មួយចូលទៅហ្នឹងគឺវាគឺជាភូមិដែរប៉ុន្តែគឺជាភូមិចាស់ហើយភូមិនោះឯងគឺគ្មានអ្នកណាដែលហ៊ានចូលទៅទេគឺមានតែអ្នកកាប់ឈើកាប់អីឬក៏គ្រូឬក៏អ្នកដែលដើរបរបាញ់ឬក៏ព្រានព្រៃដែលគេស្ទាត់ជំនាញនៅទេដែលគេហ៊ានចូលទៅប៉ុន្តែប្អូនឯងក្មួយឯងចេះតែហ៊ានចូលទៅដែរប៉ុន្តែឃើញផ្លូវដឹងហើយតែពេលនោះបងមេសាគាត់ក៏បានឆ្លើយតបទៅកាន់អ៊ំស្រីម្នាក់នោះដែរនិយាយមកកាន់គាត់ថាដឹងថាគាត់និយាយយ៉ាងម៉េចនោះទេគាត់ថាមិត្តរបស់គាត់អ្នករាហ្នឹងបានផ្ញើ map គឺថាបានផ្ញើ map ឲ្យគាត់ហើយគាត់ក៏បានជិះតាម map នឹងឯងហើយគាត់ក៏បានជិះចូលទៅកន្លែងផ្លូវនោះតែម្ដងប៉ុន្តែដឹងថាបងមករាឆ្លើយយ៉ាងម៉េចនោះទេបងមករាគាត់បាននិយាយថាគឺគាត់មិនបានផ្ញើ map ឬផ្ញើអីនោះទេទៅកាន់បងមេសាអូអញ្ចឹងមានន័យថាអ្វីដែលបងមេសាដែលបានជួបប្រទេសនឹងបាននិយាយឆ្លងឆ្លើយនោះគឺមិនមែនជាបងមករានោះទេវាគឺជាការបន្លំភ្នែករបស់ខ្មោចនេះឯងហើយបងមេសាគាត់ក៏បានភ្លឺភ្នែកហើយនៅពេលនេះគាត់ថាគាត់ទើបតែលើកទី1នោះទេដែលគាត់បានជួបប្រទះរឿងហេតុការណ៍បែបនេះហើយគាត់ក៏ជឿទៅលើរឿងអបិយជំនឿហើយនៅពេលនេះហើយមានអ្នកភូមិដែលគេនៅទីនោះដែលគេមកមើលបងមេសានឹងទៀតគាត់ក៏បាននិយាយថាគឺនៅភូមិចាស់នឹងឯងគឺគាត់ក៏បានធ្លាប់ទៅដែរប៉ុន្តែគឺគាត់ទៅយូរហើយទៅជាមួយពុករបស់គាត់ថាទៅកាប់ឈើយកមកធ្វើផ្ទះនេះឯងហើយគាត់ថានៅភូមិចាស់ហ្នឹងគឺមានភូមិពិតមែនគឺមានផ្ទះ4ទៅ10ខ្នងប៉ុន្តែផ្ទះហ្នឹងសុទ្ធតែជាផ្ទះប្រក់ទៅដោយស្លាប់ប៉ុន្តែបែកធ្លុះធ្លាយអស់ទៅហើយមានចានឆ្នាំងកប់នៅក្នុងដីផុសមកតិចនោះទេគឺគេគ្មាននរណាហ៊ានយកនោះឡើយនេះខ្ញុំនិយាយតាមសម្ដីរបស់បងមករាទេណាគាត់ថានេះមានន័យថាចំពោះវិញ្ញាណដែលគាត់បានជួបកាលពីយប់មិញហ្នឹងគឺសុទ្ធតែជាខ្មោចតែហោងនៅក្នុងព្រៃនេះហើយប្រហែលជាពួកគាត់មិនទាន់បានទៅចាប់ជាតិកំណើតឬមួយក៏អាចនិយាយបានថាគ្មាននរណាបានធ្វើបន់ឲ្យដូច្នេះហើយទើបពួកគាត់នៅតែហោងនៅកន្លែងនេះហើយមែនគឺអ្នកភូមិនៅទីនោះគាត់ក៏បាននិយាយថាមែនហើយព្រោះអីនៅភូមិចាស់នោះគឺគ្មាននរណាហ៊ានចូលទៅនោះទេគឺឲ្យតែមានគេចូលទៅគឺខ្មោចនៅកន្លែងហ្នឹងគឺលងបន្លាចបាទសាច់រឿងមួយនេះវាក៏ជាបទពិសោធន៍មួយដែលទុកគ្រាន់សម្រាប់បងប្អូនដែលដើរទៅណាទៅណីកុំដោយជប៉ុនលបប្រយ័ត្នជួបអបាយហេតុឬក៏ហេតុការណ៍រន្ធត់ដូចជាបងមករាបែបនេះហើយសាច់រឿងរបស់យើងក៏កាត់ទៅដល់ទីបញ្ចប់បើសិនជាការលើលួសខ្វះខាតដោយការអត្ថាធិប្បាយរបស់ខ្ញុំរៀងញញៀករៀងតាក់សូមអភ័យទោសសូមជម្រាបលាជួបគ្នានៅវីដេអូក្រោយ